ថ្ងៃនេះយើងមកធ្វើការ connect drone K101 Max ទៅទូរស័ព្ទដៃតាមរយៈ app អូខេអញ្ចឹងមុនដំបូងយើងទៅមើលនៅក្នុង drone ផងយើងណាប្រអប់ drone ផងយើងនេះមាន drone ហើយវាមានសភៅណែនាំឥឡូវសភៅណែនាំនេះយើងមាន QR code ហ្នឹងយើង scan QR code ហ្នឹងនេះណាបើយើង Android យើង scan លើកន្លែង Android ហ្នឹងទៅហើយបើយើងប្រើ iPhone iOS ហ្នឹងយើង scan កន្លែង iOS ហ្នឹងអូខេអញ្ចឹងឥឡូវយើងធ្វើការ scan ទាំងអស់គ្នាអញ្ចឹងយើងធ្វើការ scan ណានេះយើង scan ខាង Android ណា scan ខាង Android ជប់ scan ម្ដងទៀតនេះ scan ខាង Android តោះមកយើងចុច link ហ្នឹងទៅចុច link ហ្នឹងអញ្ចឹងវានឹងបង្ហាញកម្មវិធីដែល connect ជាមួយ drone ហ្នឹងណាកម្មវិធីដែល connect ជាមួយ drone ហ្នឹងគឺកម្មវិធីឈ្មោះថា Wi-Fi UAV ណា Wi-Fi UAV អញ្ចឹងយើងអាចចុចកន្លែងប៊ូតុងពណ៌ខៀវហ្នឹងទៅឬក៏យើងចូលទៅក្នុងឬក៏យើងចូលទៅក្នុង Play Store ក៏បានដែរណាយើងចូលក្នុង Play Store យើងចូល Play Store ផងយើងហ្នឹងយើងវាយពាក្យថា Wi-Fi UAV ណា Wi-Fi UAV នេះកម្មវិធីនេះខ្ញុំ download ហើយប៉ុន្តែបងប្អូនអត់ទាន់ download ទេបងប្អូនចុចកន្លែងដែលមាននេះសរថា open ហ្នឹងដែលវាចេញ install យើងចុច install ឲ្យវាដើររហូតគ្រប់ 100% ហ្នឹងទៅអញ្ចឹងវានឹងចេញពាក្យថា open អញ្ចឹងយើង open វាណានេះ open អញ្ចឹងកម្មវិធីវានឹងរត់ចេញមកអញ្ចឹងណាអូខេអញ្ចឹងយើងធ្វើការ connect drone យើងត្រូវបើក drone សិនតោះឥឡូវយើងបើក drone យើងសិនណាយើងបើក drone យើងសិនអញ្ចឹងនៅពេលដែលយើងបើក drone ហើយយើងចូលទៅក្នុង Wi-Fi នេះចូល Wi-Fi ផងទូរស័ព្ទដៃផងយើងទៅណាយើង search វានេះ Wi-Fi យើងហ្នឹងគឺឈ្មោះថា Floor 09 D040 ណា Wi-Fi ហ្នឹងគឺអត់មានអ៊ីនធឺណិតទេគឺសម្រាប់តែភ្ជាប់ app ទៅ drone ណាអូខេមានយើង Wi-Fi ហើយអូខេឥឡូវនៅពេលដែលយើងបាន connect Wi-Fi drone យើងហើយយើងចូលទៅក្នុង app យើងដែលយើងបាន download ហើយហ្នឹង app យើងហ្នឹង Wi-Fi UAV ហ្នឹងយើងចុចទៅវាមកអូខេអញ្ចឹងកន្លែងហ្នឹងយើងចុច start ណាចុច start អញ្ចឹងវាចេញកាមេរ៉ាមកហើយនេះកាមេរ៉ាណាវាស្គាល់ហើយណាកាមេរ៉ាណាកាមេរ៉ា drone កាមេរ៉ា drone យើងនេះច្បាស់គួរសមណានេះកម្រិតកាមេរ៉ាផងវានេះកម្រិតកាមេរ៉ា drone អូខេឥឡូវកន្លែងនេះកន្លែងថតរូបភាពចុចថតរូបភាពស្លឹកហ្នឹងណានេះយើងចុចកន្លែងនេះថតរូបភាពកន្លែងនេះយើងចុចសម្រាប់ថតវីដេអូនេះអូថតចុចថតវីដេអូនេះណាចាំតាមថតវីដេអូអញ្ចឹងនេះសម្រាប់ថតវីដេអូអូខេចឹងរូបភាពវានោះធ្លាក់ចូលនៅក្នុងនេះណានេះរូបភាពយើងខាងរូបភាពដែលថតហើយខាងនេះគឺវីដេអូដែលយើងបានថតហើយណាវីដេអូដែលយើងថតហើយយើងអាច play វាបានសិតតែវីដេអូដែលយើងបានថតហើយនេះ